vàក្រុមជំរាបសួរដល់បងប្អូនពុកម៉ែខ្មែរយើងទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូនសុខសប្បាយទាំងអស់គ្នានៅទីជិតទីឆ្ងាយទីគ្រប់ច្រកល្ហកទាំងអស់ឡាជំរាបសួរដល់នំបាទហើយថ្ងៃនេះខ្ញុំនឹងជំរាបជូននៅព័ត៌មានថ្មីៗដែលកំពុងកើតមានឡើងនៅសហរដ្ឋអាមេរិកបាទដូចបងប្អូនបានដឹងបានយល់នឹងទទួលទានជាតិនៅព័ត៌មានមួយចំនួនដែលកំពុងតែកើតមានឡើងនៅសហរដ្ឋអាមេរិកចឹងនៅក្នុងសម័យកាលលោក Donald Trump នេះណាមានដូចជាអ្នកជនកម្មក្រាបណាពីក្រមការងារឯនោះណាក្រមការងារអីដែលលោក Donald Trump បានបង្កើតឡើងនោះគាត់ចាប់ជនតើវេខុសច្បាប់ចូលមកសហរដ្ឋអាមេរិកខុសច្បាប់ហើយនឹងការងារការកាត់បន្ថយនៃបុគ្គលិកនៃរដ្ឋបាលសហព័ន្ធនិងក្រុមហ៊ុន Tesla និងឡាក់នឹងរឿងច្រើនទៀតនៅក្នុងសម័យលោក Donald Trump នេះបាទហើយសម្រាប់ថ្ងៃនេះវិញខ្ញុំនឹងជម្រាបជូនដល់បងប្អូននៅបញ្ហាមួយទៀតណាបញ្ហាមួយទៀតរឿងមួយទៀតណាដែលកំពុងផ្ទុះនៅសហរដ្ឋអាមេរិកនៃការតម្លើងពន្ធបងប្អូនដូចបងប្អូនដឹងស្រាប់ហើយមានការតម្លើងពន្ធជាច្រើនពីសំណាក់នៃរដ្ឋបាលលោក Donald Trump នេះតើខ្មែរយើងក៏គិតមិនរួចដែរហ្នឹងហើយឥឡូវនេះគាត់កំពុងតែមានបញ្ហាបងប្អូនបញ្ហារឿងគាត់តម្លើងពន្ធចិនណាហ្នឹងហើយសង្ឃឹមថាគិតថាគាត់គិតថារំពឹងថាចិនហ្នឹងខលទូរស័ព្ទណានឹងខលទូរស័ព្ទមកសុំគាត់ចរចាយអញ្ចឹងទៅណាហ្នឹងហើយសុំគាត់ចរចាយទៅប៉ុន្តែចិនគេមិនខលគេបង្ងើយគេមិនខ្វល់ថា I don't care ហើយចិនគេនិយាយថាខ្លួនគេហើយថារដ្ឋខាងក្រសួងការបរទេសគាត់និយាយខ្លួនគេថាគាត់គេនឹង fight TDN ហ្នឹងហើយថាគេនឹង fight រហូតដល់ទីបញ្ចប់ម៉ែបងប្អូនគេអត់ចៅរឿងលោក Donald Trump តម្លើងពន្ធទេហើយចិនគេខាងចិនឃើញលោក Donald Trump តម្លើងពន្ធចិនតម្លើងពន្ធដែរ I don't care ចិនថា I don't care ព្រោះគាត់គិតថាចិនគេគិតថាទីផ្សារសហរដ្ឋអាមេរិកណាអ្នកប្រើប្រាស់អ្នកទិញដូរតំណែងនានាប្រជាជនអាមេរិកគឺត្រូវការតំណែងចិនគឺត្រូវការចំណេញចិនចាំបាច់ព្រោះការទីផ្សារអាមេរិកគឺដូចជា Low Walmart Meijer ណាគេហៅស្ថាប័នកន្លែងដែលចែកចាយចំណេញធំណាចែកចាយចំណេញធំត្រូវការទីផ្សារចិនត្រូវការនាំចូលចំណេញពីចិនច្រើនហើយអញ្ចឹងហើយគេកតេកតជាមួយលោក Donald Trump ដែរគេថាគេមិន care គេមិនខ្វល់ហ្នឹងហើយអ្នកឯងទៅឡើងពន្ធគេក៏ទៅឡើងបានដែរមិនចឹងហើយអញ្ចឹងអាហ្នឹងហើយវាជាការជះទឹកគ្នាទៅវិញទៅមកហើយអ្នកណាអ្នកបករឿងអាមេរិកហ្នឹងហើយអ្នកបករឿងតាត្រាប់ហ្នឹងហើយអ្នកបករឿងហ្នឹងហើយគាត់និយាយឡើងគេថា kiss my ass ណានៃតានេះអត់យល់ហ្មងនេះប្រធានាធិបតីគឺប្រទេសអាមេរិកប្រទេសបិតាប្រជាធិបតេយ្យទាំងមូលគាត់និយាយពាក្យរបៀបហ្នឹងចេញមកហ្នឹងហើយពាក្យហ្នឹងគេហៅពាក្យរបៀបពួកម៉ាក់អីតើពីពួកម៉ាក់ស្គាល់គ្នាយូរវែងគេ I don't care អញ្ចឹងទៅ kiss my ass អញ្ចឹងនិយាយលេងនិយាយទៅគាត់មកនិយាយក្នុងសន្និសីទសារព័ត៌មានតានេះអស់ទោះហើយឥឡូវហ្នឹងគាត់គិតថាចិននឹងខលគាត់ណាគាត់តម្លើងពន្ធគេរហូតដល់ 145% ហ្នឹងហើយ 145% នេះឥឡូវចិនគេអត់ខ្វល់ទេគេអត់ខលមកទេគេដឹងថាទីផ្សារអាមេរិកគេត្រូវការសម្ភារៈនិងការនាំចូលអីវ៉ាន់តំណែងសពបែបយ៉ាងឡាក់ពីប្រទេសចិនហ្នឹងហើយបើថាការតម្លើងពន្ធនឹងវានៅឡើងទៀតនឹងធ្វើឲ្យប្រាក់ដុល្លារនិងការនាំចូលពីអាមេរិកពីចិនមកអាមេរិកនឹងមានការធ្លាក់ចុះហើយវាធ្វើឲ្យប៉ះពាល់ដល់ consumer នៅសហរដ្ឋអាមេរិកហើយដល់អញ្ចឹងទៅឥឡូវនេះចិនគេអត់ខលមកទេណាចិនគេអត់ខលទេគេអត់ចាស់របៀបគេមិនខ្វល់ណាព្រោះទីផ្សារពីរហ្នឹងវាត្រូវការវាប៉ះទាំងគិតទាំងពីរអ្នកហ្នឹងអាហ្នឹងដូចជាសាច់ទឹកដាក់គ្នាអញ្ចឹងវាត្រូវគ្នាទៅវិញទៅមកហ្នឹងហើយចិននោះខាតទៅបិទរោងចក្របិទអីទៅខាតកម្មករខាតលុយកាក់អីចឹងទៅគឺនាំចេញមកអាមេរិកអញ្ចឹងហ្នឹងហើយអាមេរិកក៏វាខាតដែរវាខាតទាំងពីរហ្នឹងហើយដល់អញ្ចឹងទៅ
ឥឡូវនេះរដ្ឋបាលលោក Donald Trump កំពុងតែគិតវេះសំណួរមួយចំនួនណាកំពុងតែគិតវេះសំណួរមួយចំនួនពីរយៈអ្នកសារព័ត៌មានធំៗនៅសហរដ្ឋអាមេរិកទៅពេលកំពុងតែងឿងឆ្ងល់គេកំពុងតែជីកគល់សួរលោក Donald Trump នេះហ្នឹងហើយលោក Donald Trump ហើយនឹងអ្នកស្រី Caroline នេះដែលជាអ្នកនាំពាក្យរបស់លោក Donald Trump ហ្នឹងហើយគាត់នឹងឆ្លាតណា Caroline គាត់អាយុ20ជាងទេ27មិនដែរអូនិយាយពីវោហាសាសចាក់លិចឆ្លើយបានទាំងអស់ប៉ុន្តែគាត់ខំប្រឹងគេហៅឡាយគាត់ខំប្រឹងកុហកខំភឹងភូតខំប្រឹងដោះស្រាយសម្រាប់លោកត្រាំហ្នឹងគាត់ទៅសារគាត់និយាយពីខៅពីសទៅខ្មៅសទៅរួចគាត់ប្រកែមិនតែរឿងពិតណាព្រឹត្តិការណ៍ពិតវាមិនដូចនៅអ្វីដែលគាត់និយាយណាគាត់បាន answer ទៅអ្នក reporter អ្នក media ហ្នឹងហើយសម្រាប់ថ្ងៃនេះលោក Donald Trump គាត់ឡើងសន្និសីទសារព័ត៌មានម្ដងទៀតហ្នឹងគាត់ឡើងសន្និសីទសារព័ត៌មានហើយឥឡូវអ្នក reporter ទាំងអស់ហ្នឹងគាត់ចោទជាសំណួរចាក់ជាសំណួរទៅដល់លោក Donald Trump ហ្នឹងហើយលោក Donald Trump ហ្នឹងគាត់ព្យាយាមគិតវេះពីសំណួរតែសួរថាតើអង្ការណាដែលចិននឹងមកចរចារឿងបញ្ហាពាណិជ្ជកម្មជាមួយចិនអាមេរិកហ្នឹងណាគាត់ព្យាយាមគិតវេះហើយគាត់ជឿថាលោក Donald Trump គាត់សន្យាជាមួយអ្នកបោះឆ្នោតឲ្យគាត់អ្នកដែលពេញចិត្តគាត់ហ្នឹងអ្នកដែល support គាត់ហ្នឹងថាចិននឹងមកចរចាដោយសារចិនត្រូវការទីផ្សារអាមេរិកចិនត្រូវការអ្នក consumer អ្នកដែលទិញប្រើប្រាស់របស់ចិនហ្នឹងព្រោះចិនត្រូវការទីផ្សារអាមេរិកដើម្បីនាំចេញអីវ៉ាន់ចិនហ្នឹងមកអាមេរិកណាហើយគាត់គិតថា 100% គាត់គិតថាចិននឹងសុំគេហៅនឹងសុំចរចាណាសុំកាត់ខ្មាស់សុំចរចាជាមួយអាមេរិកប៉ុន្តែរូបភាពពិតវាមិនឃើញអញ្ចឹងណាវាមិនឃើញអញ្ចឹងគិតថាចិនគេរឹងដែរគេថាគេអត់ខ្វល់ទេចិនគេថាគេរស់នៅលើភពផែនដីនេះ 5000 ឆ្នាំអី 5000 ឆ្នាំទៀតចិនក៏នៅតែរស់បានដែរដោយគ្មានការមិនត្រូវការទីផ្សារអាមេរិកប៉ុន្តែចិនគេនិយាយអញ្ចឹងគេមិនថាវាហាក់បីដូចជាចិនហ្នឹងគេក្អើតកតើមជាមួយនឹងអាមេរិកណាជាមួយនឹងលោក Donald Trump ដាក់សម្ពាធគេប៉ុន្តែខ្ញុំយល់ថាចិនធ្វើអញ្ចឹងត្រូវព្រោះអាមេរិកត្រូវការទីផ្សារចិនណាអាមេរិកត្រូវការទីផ្សារចិនអាមេរិកត្រូវការនាំទំនិញចិនព្រោះទំនិញចិនច្រើនណាស់ទំនិញចិនច្រើនមុខណាដែលនាំចូលមកពីចិនហ្នឹងណាអីវិញច្រើនណាស់ព្រោះថាទំនិញនិយាយទៅទីផ្សារចិនហ្នឹងគឺជាគេហៅប្លុកគឺជាតំបន់គឺជាម៉ាស៊ីនដែលផលិតនៅផលិតផលផ្សេងៗទៅនាំចេញមកទីផ្សារអាមេរិកនិងទីផ្សារអឺរ៉ុបច្រើនណាស់ម៉ែបងប្អូនគាត់ណាទីផ្សារអាមេរិកមួយហ្នឹងគាត់ណាទីផ្សារអាមេរិកមួយម៉ែបងប្អូនសម្រាប់ការនាំចូលអីវ៉ាន់មកពីចិនណាគឺរហូតដល់441 billion dollars ណា441 billion dollar នាំចូលអីវ៉ាន់ទំនិញដែលនាំចូលមកស្រុកអាមេរិកនេះអញ្ចឹងទំនិញដែលចិននាំចូលនោះវាមានទំហំទឹកប្រាក់ច្រើនណាស់ណាទំហំទឹកប្រាក់ច្រើនណាស់អញ្ចឹងចិនគឺត្រូវការអាមេរិកប៉ុន្តែចិនក៏មិនឲ្យអាមេរិកជន់ក្បាលដែរក៏មិនឲ្យអាមេរិកជន់ក្បាលឲ្យចិនមកសុំសាពះអាមេរិកដើម្បីសុំទីផ្សារអាមេរិកទេអញ្ចឹងមកថាចិនខ្ញុំគិតថាចិនធ្វើអញ្ចឹងត្រូវម៉ែបងប្អូនបើសិនជាតាត្រាំធ្វើអញ្ចឹងបានគៀបចិនបានណាបើសិនជានៅតែមានព្រឹត្តិការណ៍នឹងកើតឡើងថ្ងៃក្រោយតាត្រាំនៅតែជន់ក្បាលចិនទៀតនៅតែផ្កើនៅតែក្អើតកតើមជាមួយចិនអញ្ចឹងណាព្រោះទីផ្សារទាំងពីរហ្នឹងវាត្រូវការគ្នាណាវាត្រូវការគ្នាព្រោះចិនជាអ្នកធ្វើអាមេរិកជាអ្នកទិញអញ្ចឹងបើថាចិនបើធ្វើឲ្យវាត្រូវតែរើអ្នកទិញហើយបើធ្វើឲ្យអត់មានអ្នកទិញទៅធ្វើអីក៏ឲ្យណាលក់ធ្វើឲ្យលក់ទៅណាលក់ទៅកន្លែងណាព្រោះតំណែងចិនវាច្រើនធ្វើមកដើម្បីតម្រូវទីផ្សារអាមេរិកទីផ្សារអឺរ៉ុបណាទីផ្សារអាមេរិកទីផ្សារអឺរ៉ុបហើយចិនធ្វើតំណែងទៅលក់ទីផ្សារខ្មែរបើថា
bờ cầm cò chân bị thay gì khai phong cái lụa tiếp xa khai lụa mà chỉnh chẳng á tiếp xa khai ở ta tầm linh thọc thọc nè ở ta tầm linh thu thay nè chẳng tầm linh chân phía trắng cứ phơi tới đầm bấy đầm rỡ tiếp xa róc tiếp xa rịch tiếp xa lụa từ khai từ khai bên trong cái sọ kia mang ôn tiếp xa khai bị tút nha dừng dây nhưng mà dây chẳng dây chân bông ôn khai phải chia mình bình chặt ấy chẳng từ bắt ta ní vi chia rụp hiệp bất trong mang ổn bắt tê thay bắt tê Malay bắt tê không ai dừng bắt tê bay buôn nữa hay phô miến nó có bông thời sừng cream cho bằng trôi chỉ mùi chi chun khuôn ai chậm lắp chi chun ai chẳng từ này mình chơi miếng cá nôm châu bị kéo sọc tê này hay bay buôn bắt tê nó bầu châu kia ban ti xa mới căng mùi không nhầm về mong bố kế cái bật khuôn kia đây hay kia bật khuôn kia hết cầm cò kế biết thu thay riêng chân phong chẳng cái lụa do chân tư mau chân tư càng bị tê tụi nó biết ở trên anh tì ở sau trên anh gì chẳng khang lôi chân nó cứ tiếp xà đó tiếp xà mà đang hôi anh đang khang lôi chân hôi vừa mau làm bay sầm róc lụa nằng lụa mà khang nằng hay đâu ẩm rịch ta tram đăng cho nó sau chấn có quật bạc cát chia terrorist năng lang nào cái hào tầm lang buôn tầm lang y dân từ và lấy chấn cái khoa cái I don't care nè I don't care dân từ anh sai thật là anh sai thật là anh bình dân khả năng vì sao thằng pi nè nó năng rồi này lớn chấm con cái bung kịch về con cái bung kịch về tha bảnh hà năng ca nạ đọc sai năng ca nạ đọc sai hay thật làm còn nhìn giấy tháo để trở năng bung kho xong cho cha bị quạt ơi sơ che mùi sơ cho pi xong cho cha chân tư group thư mơ ánh đạch thật làm nhà lấy tránh cái ắt khóa đấy dương chặt khi tôi bên cho máu chư đôi chặt khi thế chìm là hai đôi chặt khi đấy năng này nhà lấy nó kê xua cái ấy nhưng rất cực ta làm hàng media kê xua chứ á media kê xua ta làm tha chầm mơ bịa tất tiên được ban chầm lão chứ nhà lấy nước trăm tầm mơ đá không ông và đã kiếm bộ bạn chưa ta làm ông nhưng sẵn đây quận cứ nhưng bộ bạn chưa nè bộ quận có họ mê có họ ơi người đối gương sẽ cái sừng cream nó ui cái nhá như sừng cream là ui cái có tha mà pay buôn máu đo xe cả đó là quạt lang ta làm 9 plate mà pay buôn máu dạ pe là pay buôn máu sừng cream ôi cái đằng tao chọc để bầu hay phía kia đằng pin từ tua score này tua score là mình chụp thì bị chụp là sừng cream lấy miếng ấy và dạ pe mà rơi ngay nhá mình dạ pe mà rơi ngay ni ca can cặp tầm này chỉ thì này từ bây giờ làm được lúc đó nó làm đấy sừng cream nơi ta bằng chul kia đỏ đài đỏ sẽ ai chân bánh hà chả sre bập pan mấy bập pan đây đỏ sai thấy chân ta tám bạc cái có họ hay con giấy máu đó con giấy máu chưa đấy nhưng mình chưa đấy mai bao ta tê ra mo vì họ lâu chết nào chưa không miên á đặt miên lâu chết chắc còn dạ lâu chết không có chưa nhưng mà chưa mà hay gương bánh hà chân nó nhưng mà khơi chân nhom mơ mình thi chậm thu thà chân năng call mà mệt đi hà lớn lúc ta dám còn hiện bị thu đai cho có tha còn gì tham mà rồi sai sập gì rồi đại pun đại có tận lớn chừng bùa chân nó cứ bị thay nè bị thông thêm nè bị từng ruồi tê hay cho qua tận lớn thì sẽ cho còn gì chẳng ban đi tha con chỉ xong chân cho tranh mà đây này xong chân cho tranh mà đây hay nhẹ nè bạc ca lại cứ lột đo nó làm năng hết nè bạc ca làm lại tầm này bồn tầm đỉnh chân năng hỏi men chân là nè bạc ca nó còn dây mà đong lên mà đong cao chẳng vì mẹ na tục chết quạt tiết nó bị thua ao tiếp xa cả lọc của cha tiếp xa vì admin làm nâng á mang ổn vì admin làm nâng á hơi mùi tiết đúng vì thua ao chân cái hơi đăng pi chấm nốt sau rồi bao giờ rồi địch chấm nốt sau là bao lục đo nó làm chấm nốt sau là bao lục đo làm bọn đi chả nó đi
ឲ្យដៃគេច្បាច់ពើងអញ្ចឹងណាហានេះគាត់ឲ្យដៃគេច្បាច់ពើងគាត់ហ្នឹងហើយគាត់និយាយម្ដងលិចម្ដងកើតគាត់អ្នកតឡើងពុនហើយឥឡូវគាត់ដូចជាសុំនិយាយដូចគាត់ហ្នឹងដូចជាសុំគេចរចាវិញអញ្ចឹងដូចជាសុំចិនចរចាវិញអញ្ចឹងហ្នឹងហើយបើគាត់និយាយថា 140% ចូលគាត់បើគាត់និយាយអញ្ចឹងដដែលគាត់ចាំបាច់តឡើងធ្វើស្អីបើគាត់ដឹងថាគាត់ខ្លួនឯងជាអ្នកត្រូវការតំណែងពីចិនអញ្ចឹងហើយមួយម៉ាត់ណាមកក៏និយាយដែរអ្នកនាំពាក្យរបស់គាត់ហ្នឹងអ្នកស្រី Caroline ហ្នឹងថាយើងមិនត្រូវការចិនទេចិនទេត្រូវការយើងបើម៉ាត់ណាមកក៏អញ្ចឹងដែរហើយតាត្រាំដូចគ្នាគាត់ថាគាត់រឹងណាស់គាត់រឹងដូចថែមហ្នឹងជាមួយចិននោះគាត់អត់មានទៅទុនជួយជាមួយចិនទេណាចិនមិនចរចាហើយđâuអញ្ចឹងណាមិនចរចាហើយđâu I don't care I don't need you ឥឡូវនេះទៅបធូរបថយជាណាវិញម្ដងលិចម្ដងកើម្ដងជើងម្ដងត្បូងហើតាភាពច្បាស់លាស់មួយគ្មានអញ្ចឹងហើយវាធ្វើឲ្យគាត់តែជាសម្ដីជាប្រធានាធិបតីជាអ្នកដឹកនាំប្រទេសប្រជាធិបតេយ្យប្រព័ន្ធមេឃប្រព័ន្ធដីនេះយកមុខទៅទុកឯណាយកមុខទៅទុកណាយកមុខទៅគប់កប់អាចគូវិញទៅចុងនិយាយភាសារបៀបហ្នឹងថាមួយម៉ាត់ណាមកគាត់ថា I don't care I don't need Chinese ghost ទេគាត់ថាមិនត្រូវការតំណែងចិនទេឥឡូវនេះដូចជាស្ពះសុំវល់គេអញ្ចឹងនិយាយគាត់ថ្ងៃមុនគាត់ថាឥឡូវថាគាត់គាត់ថាតម្លៃឡើងតែគាត់ឡើងពុននាំចូលពីចិនហ្នឹងវាថ្លៃណាស់អីណាស់អញ្ចឹងហើយចូលចាំបាច់គាត់និយាយពីដើមមកគាត់និយាយថាមួយម៉ាត់ណាគាត់មិនដែលត្រូវការតំណែងចិនទេចិនទេត្រូវការគាត់ហ៎ឥឡូវគាត់ជាអ្នកទុនជួយជាមួយចិនវិញទេឥឡូវនេះហ្នឹងហើយគាត់និយាយថាពីអាទិត្យទៀតឥឡូវវាមិនឡើងបានមួយអាទិត្យទេសោះមួយអាទិត្យទៀតជាមួយមួយអាទិត្យទៀតវាទៅជាយ៉ាងណាវិញណាក៏គាត់ដោះស្រាយបញ្ហាហ្នឹងវាទៅជារបៀបណាវិញណាតែត្រាំនេះគាត់អត់ចេះខ្មាស់គេទេម៉ែបងខ្ញុំនិយាយមែនណាអ្វីដែលគាត់និយាយមកហ្នឹងគឺគាត់អត់ចេះខ្មាស់គេមុខគាត់យកទៅកប់អាចគោឯណាទេមើលឃើញទេហ្នឹងហើយអីគាត់និយាយកុហកច្រើនណាខ្ញុំនិយាយទៅខ្ញុំមើលគាត់អត់ខ្ញុំមិនអ្នកនេះទេខ្ញុំមិនអ្នកវិភាគរបល់យកខ្ញុំចេះវិភាគអត់ចេះអីទេគាត់ថាអានេះខ្ញុំឃើញខ្ញុំនឹងនិយាយណាខ្ញុំឃើញខ្ញុំនឹងនិយាយណាខ្ញុំនិយាយដែលអ្វីដែលខ្ញុំឃើញអញ្ចឹងទៅណាខ្ញុំប៉ុន្តែនៅអារឿងក្រោយវាំងនឿនខ្មៅហ្នឹងខ្ញុំមិនដឹងថាគាត់គិតរបៀបម៉េចតែគាត់ធ្វើអញ្ចឹងចង់បានអីណាគាត់ចង់បានអីហើយគាត់វាយប្រហារថាខាងអីគេបកប្រឆាំងខាងDemocrat ហ្នឹងទៅថាអ្វីទាំងអស់ហ្នឹងបញ្ហាទាំងអស់ហ្នឹងគឺ Democrat ជាអ្នកផលិតជាអ្នកបង្កើតអញ្ចឹងទៅគាត់ជាអ្នកទទួលរឿងថ្មបាក់ប៉ុន្តែឥឡូវគាត់កាន់អំណាចបាន100ថ្ងៃហើយនេះវាគួរតែពាក្យទាំងអស់ហ្នឹងគួរតែលែងនិយាយទៅណាព្រោះគាត់ជាអ្នកដឹកនាំក្នុងរយៈពេល100ថ្ងៃហ្នឹងតែផ្លាស់ប្ដូរអីបានខ្លះហើយគាត់សន្យាហ្នឹងធ្វើអីបានខ្លះគាត់សន្យាដូចសង្គ្រាមនៅអ៊ុយក្រែនអញ្ចឹងធ្វើបានអត់0ណានយោបាយរបស់គាត់គឺបរាជ័យបាត់ហើយលើសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីហ្នឹងនោះសង្គ្រាមនៅខាងអឺរ៉ុបនោះហ្នឹងហើយឥឡូវនេះមកបញ្ហាធំមួយទៀតរឿងសង្គ្រាមពាណិជ្ជកម្មជាមួយចិននេះណាសង្គ្រាមពាណិជ្ជកម្មជាមួយចិននេះឥឡូវវាទៅពីបរាជ័យទៀតហើយនៅធ្លាក់ទឹកទៀតហើយមើលទៅដល់5ខ្ញុំអត់ដឹងថាគាត់ចង់បានអីទេរាល់ថ្ងៃព្រោះថាខ្ញុំគិតថាចិនគេមិនអោនក្បាលចំពោះអ្វីដែលលោកដនត្រាំកំពុងតែធ្វើនឹងទេតឡើងពុនតឡើងអីហ្នឹងចិនគេអត់បៅចំពោះគេអត់លិតជង្គង់ជាប្រាប់Donald Trump ដែលកំពុងតែដាក់សម្ពាធទៅលើការនាំចូលតំណែងពីចិនឬការលើកតម្លៃពន្ធហ្នឹងទេគេអត់បៅទេហ្នឹងហើយខ្ញុំជឿថាចិនត្រូវការទីផ្សារអាមេរិកខ្លាំងណាស់ប៉ុន្តែបើចិនមិនរឹងទេDonald Trumpថ្ងៃក្រោយគាត់នឹងដាក់សម្ពាធហិតតែខ្លាំងទៀតអញ្ចឹងឱកាសនេះហើយដែលគេឈើរឹងមាំខ្លួនឯងគេបង្ហាញថាគេមិនត្រូវការអាមេរិកដែរអញ្ចឹងហើយដល់Trumpគាត់រៀងនិយាយរបៀបដោះសារច្រើន
ហើយគាត់ព្យាមកិច្ចវេះពីអ្នកសារព័ត៌មានដែលជាជីកស៊ូគាត់អញ្ចឹងណាបញ្ហាហ្នឹងកាលណាដោះស្រាយថាបើមិនដោះស្រាយទេតែរយៈពេល2អាទិត្យទៀតហ្នឹងយើងនឹងអាចឃើញផលជាហើយណាហាងទំនិញធំមួយចំនួនដូចជា Home Depot, Manod, Walmart, Meijer ដែលជា customer ទិញផលិតផលពីចិនច្រើនណាស់យកមកលក់នៅអាមេរិកនេះគេនឹងចោទសំណួរទៅលោក Donald Trump ហើយថាបញ្ហាហ្នឹងដោះស្រាយរបៀបម៉េចបើមិនដោះស្រាយទេហាងទំនិញចិនធំមួយចំនួនដែលខ្ញុំលើកឡើងហ្នឹងនឹងអាចអត់មានអីវ៉ាន់លក់នៅអាមេរិកណានឹងអាចអត់មានអីវ៉ាន់លក់នៅអាមេរិកព្រោះអាការងារផ្លាស់ប្ដូរទីផ្សារនាំចូលនេះមិនមែនធ្វើមួយថ្ងៃមួយផ្លេតមួយអាទិត្យមួយខែបានទេម៉ែបងប្អូនណាទៅដូរយើងដូរហើយឡើងទិញចិនហើយទៅទិញណាមកវិញម៉ាឡេថៃណាឬក៏មេស៊ីកូអញ្ចឹងទៅ1 2 3 4 5លាក់អញ្ចឹងទៅគាត់ប្រងធ្វើភ្លាមបានផ្លែធ្វើមិនកើតហ្នឹងខ្ញុំមិនដឹងពី business ប៉ុន្តែខ្ញុំក៏ឃើញយើងអាចសម័យមើលទៅយើងអាចសម័យមើលថាការដោះដូរទំនិញផ្សេងហ្នឹងយើងធ្វើមួយថ្ងៃបានមួយខែបានវាយ៉ាងម៉េចត្រូវចរចាទិញទំនិញឡើងវិញព្រោះរោងចក្រមួយនាំចូលមកម្ដងមិនតិចណារាប់កុងតឺន័ររាប់សិបកុងតឺន័រនោះហ្នឹងហើយឥឡូវហ្នឹងលោកតាមខ្ញុំជឿថាគាត់កំពុងវិលមុខណាឬក៏គាត់អង្គុយអេសពើអាហ្នឹងយើងពិបាកដឹងក្នុងហៅបញ្ហាក្រោយវាំងននខ្មៅនេះជួនកាលទៅអ្វីដែលយើងបានឃើញក្នុងទទួលក្នុង social media នេះគឺជាអ្វីដែលគេឲ្យយើងចង់ឃើញដែលគេចង់ឲ្យយើងឃើញអញ្ចឹងណាប៉ុន្តែអ្វីដែលនៅក្រោយវាំងននខ្មៅនោះវាជារឿងផ្សេងទៅវិញវាអាចអញ្ចឹងដែរម៉ែបងប្អូនហ្នឹងហើយអញ្ចឹងមិនថាប៉ុន្តែអញ្ចឹងមកខ្ញុំគិតថាចុះតាត្រាំកំពុងចង់បានអីរាល់ថ្ងៃខ្ញុំគិតខ្លួនឯងតាត្រាំកំពុងចង់បានអីខ្ញុំជឿថាគាត់មិនល្ងងទេម៉ែបងប្អូនគាត់ជាមហាសេដ្ឋីមួយដែរហ្នឹងហើយគាត់ជាមហាសេដ្ឋីមួយដែរគាត់មិនដឹងទៅរឿងហ្នឹងទេខ្ញុំជឿថាគាត់ដឹងប៉ុន្តែខ្ញុំមើលអត់ឃើញថាគាត់ចង់បានអីហ្នឹងហើយខ្ញុំដឹងថាគាត់ចង់បាន fair trade ទៅ50 ចែកគ្នាអញ្ចឹងទៅហ្នឹងហើយមិនដែរគាត់ធ្វើអញ្ចឹងវាធ្វើឲ្យគាត់ធ្វើរបៀបហ្នឹងធ្វើគាត់បាក់មុខទៅវិញទេហ្នឹងហើយចុះញោមចិត្តវិញទេម្ល៉េះហើយយើងចាំអ៊ុតមើលទាំងអស់គ្នាទៅថាបញ្ហាដែលអាមេរិកទៅឡើងពន្ធទៅលើតំណែងការនាំចូលរបស់អាមេរិកពីតំណែងចិនមកអាមេរិកនេះវាទៅជាយ៉ាងណាហើយថាតាត្រាំហ្នឹងនឹងខលចិនមុនឬក៏ចិនខលតាត្រាំមុនណាប៉ុន្តែខ្ញុំមើលឃើញណាម៉ែបងក៏ខ្ញុំជាការស្ប៉ាន់របស់ខ្ញុំណាខ្ញុំថាចិនមិនខលអាមេរិកទេចិនគេនៅរឹងនៅហ្នឹងគេមិនខលអាមេរិកគេមិនយកមុខទៅកប់អាចគោទេមានតែត្រាំនេះយកមុខទៅកប់អាចគោហ្នឹងហើយគេមិនខលទេណាពួកគេរៀងចិនមើលទៅគេ save face ហ្នឹងម៉ែបងប្អូននឹងគេសុកចិត្តលួចណាគេសុកចិត្តលួចប៉ុន្តែគេមិនចាញ់ចំហសារភាពទេប៉ុន្តែសុកចិត្តលួចរាល់ថ្ងៃគ្រាន់តែមើលឡានចេញមក copy ម៉ូតឡានម៉ូតអី copy ចិនបកកែខាង copy សុកចិត្តលួចប៉ុន្តែលក្ខណៈចេញចំហថាគេទុនខ្សោយហ្នឹងគេមិននិយាយទេប៉ុន្តែខាងចិនក៏គេត្រូវការទីផ្សារអាមេរិកដែរមិនគាត់ថានៅពេលនេះគេនឹងធ្វើខ្លួនឯងឲ្យរឹងមាំគេមិនចាញ់គេហៅការគម្រាមរបស់លោក Donald Trump ទេហ្នឹងហើយគេមិនចាញ់ទេគេធ្វើអញ្ចឹងគេសុកចិត្តឲ្យសហគ្រាសឬក៏រោងចក្រនានាចិនឈឺចាប់មួយរយៈទៅដើម្បីឲ្យវាមានផលជះល្អថ្ងៃក្រោយហ្នឹងហើយបើមិនអញ្ចឹងទេតែតាមគាត់នៅតែគម្រាមគេអញ្ចឹងតែមាន1មាន2មាន3មាន4ហើយហ្នឹងហើយសម្រាប់ថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេម៉ែបងប្អូនម៉ាស៊ីនក៏មានកំហុសខុសឆ្គងកន្លែងណាបកស្រាយទៅវាខុសឈប់ក្រោះជុងណាកន្លែងណាក៏សូមខន្តីអភ័យទោសឲ្យខ្ញុំនឹងវិលមកជួបបងប្អូននៅវីដេអូលើក្រោយទៀតបាទពីនេះខ្ញុំបាទក៏សូមអរគុណជំរាបលា